ជាដំបូងសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Page Crew Smart ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីរបៀបនៃការបញ្ចូលឈ្មោះនិងទិន្នន័យរបស់សិស្សចូលទៅក្នុងប្រព័ន្ធ Crew Smart ដោយប្រើរយៈពេលត្រឹមរយៈពេលខ្លីប៉ុណ្ណោះវាមានភាពងាយស្រួលនិងរហ័សតោះទៅតាមដានរបស់គ្នាអញ្ចឹងនៅក្នុង app របស់យើងមានបញ្ចូលព័ត៌មានរបស់សិស្សយើងចុចចូលមកអញ្ចឹងវានឹងចេញផ្ទាំងបែបនេះចឹងដើម្បីបំពេញព័ត៌មានបានលោកគ្រូអ្នកគ្រូគ្រាន់តែបំពេញព័ត៌មានសិស្សតាមរយៈព័ត៌មាននៅក្នុងទិន្នន័យនេះប៉ុន្តែថ្ងៃនេះដែរខ្ញុំមកបង្ហាញពីរបៀបនៃការបញ្ចូលទិន្នន័យតាមរយៈប្រព័ន្ធ Excel វិញតើយើងបញ្ចូលវារបៀបម៉េចតោះយើងទៅមើលគ្នាចឹងដើម្បីបញ្ចូលបានលោកគ្រូអ្នកគ្រូគ្រាន់តែអុសមកក្រឹមមកហើយយើងឃើញមានប៊ូតុងមួយថាទាញយកគំរូ Excel យើងទាញយកមកចឹងយើងឃើញថាយើងទាញយកបានហើយនៅខាងលើនេះហើយយើងចុច open មកហើយវានឹងនាំយើងទៅកាន់តារាង Excel បែបនេះដើម្បីបំពេញព័ត៌មានបានលោកគ្រូអ្នកគ្រូគាត់នឹងបំពេញព័ត៌មានរបស់សិស្សដែលគ្រូមានស្រាប់ឥឡូវខ្ញុំលុបព័ត៌មានសិស្សដែលខ្ញុំឲ្យគំរូសិនទុកតែ2នាក់ដើម្បីងាយស្រួលមើលអញ្ចឹងខ្ញុំមានសិស្ស ID P001 និងសិស្ស ID P002 អញ្ចឹងដើម្បីបំពេញព័ត៌មានបានលោកគ្រូអ្នកគ្រូគាត់តែបំពេញព័ត៌មានទៅតាមតារាងនីមួយៗដែលបង្ហាញនៅខាងលើហ្នឹងទៅដែលមានអត្តលេខថ្នាក់ទីកូនាមឈ្មោះឡាតាំងភេទអីជាដើមអញ្ចឹងបំពេញព័ត៌មានទាំងអស់ហ្នឹងទៅតាមតារាងដែលមានទៅបើសិនជាទិន្នន័យណាដែលគ្រូមានមិនពេញក៏បានដែរហើយមួយទៀតការបញ្ចូលរូបថតដោយសារ system របស់យើងបញ្ចូលរូបថតបានត្រឹមក្រោម1 MB អញ្ចឹងករណីខ្លះលោកគ្រូមានរូបថតធំជាង1 MB អញ្ចឹងយើងត្រូវធ្វើដូចអញ្ចឹងយើងត្រូវប្រើប្រាស់ Google Drive ដើម្បីទទួលបានរូបភាពមួយដែលច្បាស់តោះឥឡូវយើងទៅរៀនពីរបៀបនៃការយករូបភាពពី Google Drive របស់គ្នាអញ្ចឹងលោកគ្រូចូលទៅកាន់ Google មកហើយយើងរកពាក្យ Drive វាយពាក្យ Drive តោះមកយើង sign in ចូលក្នុង Drive អញ្ចឹងនៅក្នុង Drive របស់យើងអាចបង្កើត folder ថ្មីមួយសម្រាប់សិស្សរបស់យើងសម្រាប់តែសិស្សថ្នាក់ដែលយើងបរៀនតែម្ដងឧទាហរណ៍ខ្ញុំបង្កើត folder សិស្សខ្ញុំបង្កើត folder មួយដាក់សិស្សថ្នាក់ទី2កចុះអញ្ចឹងខ្ញុំទៅរើសិស្សថ្នាក់ទី2កបន្ទាប់មកយើងត្រូវអាប់ឡូតរូបភាពសិស្សចូលមកចុចអាប់ឡូតមកឥឡូវយើងទៅរើរូបភាពសិស្សសិនឥឡូវឧទាហរណ៍ខ្ញុំអាប់ឡូតរូបភាពមួយនេះធ្វើជារូបភាពសិស្សបន្ទាប់មកយើងអាប់ឡូតជោគជ័យយើងត្រូវ share វារបៀបម៉េចយើងចុចម៉ៅខាងស្ដាំមកហើយយើងយកពាក្យ share ហើយយើងចុចយកកន្លែង share នេះបន្ទាប់មកទៀតវានឹងចេញតែបែបនេះគ្រូចុចកន្លែង restrict មកហើយយើងចុច enable with link អញ្ចឹងកន្លែងហ្នឹងតម្រូវគ្រូ copy link ហ្នឹងមកតមកចូលទៅកាន់ drive របស់យើងវិញនេះកន្លែងនេះកន្លែង Excel សន្ទុកអញ្ចឹងយើងចូលទៅកន្លែង Excel ហ្នឹងយើង copy link ដែលយើង share មកអញ្ចឹងអញ្ចឹងបើលោកគ្រូមានសិស្ស 2-3 ទៀតគ្រូគាត់ណា copy link ម្ដងមួយយើងមកដាក់ឥឡូវខ្ញុំ save ព័ត៌មានទុកបន្ទាប់មកខ្ញុំចូលទៅកាន់ system វិញអញ្ចឹងនៅក្នុង system របស់យើងគ្រាន់តែនេះលោកគ្រូឃើញប៊ូតុងនាំចូល Excel ហ្នឹងអត់អញ្ចឹងយើងចុចចូលមកអញ្ចឹងវានឹងនាំយើងទៅកាន់ folder របស់យើងអញ្ចឹងយើងរក folder យើង download ទុកមិញមកធំមិញខ្ញុំឈ្មោះ Excel sample data 4នេះឈ្មោះដែលខ្ញុំមកពេញព័ត៌មានសិស្សមិញអញ្ចឹងយើងគ្រាន់តែចុច open មកអញ្ចឹងកន្លែងហ្នឹង system នឹងបញ្ជាក់ថាសិស្សដែលយើងនាំចូលបានប៉ុន្មាននាក់ហើយអញ្ចឹង system បញ្ជាក់ថាបាននាំចូលទិន្នន័យសិស្សចំនួន2នាក់ដែលជោគជ័យអញ្ចឹងណាសិស្សដែល2នាក់យើងទួបានមិញគឺយើងបញ្ចូលមិញគឺជោគជ័យហើយបន្ទាប់មក system នឹងនាំទៅកាន់កន្លែងបញ្ជីរៀនរបស់សិស្សអញ្ចឹងយើងឃើញថានេះសិស្សដែលយើងបំពេញរូបថតមិញគឺមានរូបថតប៉ុន្តែសិស្សដែលយើងអត់ទាន់បំពេញគឺអត់ទាន់មានទេដើម្បីលោកគ្រូ
បំពេញរូបថតសិនអស់អញ្ចឹងរូបថតហ្នឹងវាសំខាន់មិនរូបថតហ្នឹងវាសំខាន់នៅពេលដែលលោកគ្រូទៅធ្វើការសិស្សឬក៏តារាងកិត្តិយសអីវាមានរូបថតសោះទៅបង្ហាញអញ្ចឹងលោកគ្រូទៅតម្រូវឲ្យបំពេញរូបថតអញ្ចឹងធ្វើឲ្យនៅពេលដែលលោកគ្រូបំពេញរូបថតហើយវាស្រួលទៅកាន់ប្រព័ន្ធផ្សេងទៀតនៅក្នុង system របស់យើងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាលោកគ្រូនឹងយល់អរគុណចំពោះការទស្សនាមួយនេះបាយ